13ជួបគ្នានៅក្នុងសប្តាហ៍ទី3អស់លោកអ្នកនឹងបានជួបជាមួយនឹងការប្រកួតនៅក្នុងវគ្គថ្មីដែលកម្មវិធីរបស់យើងបានធ្វើដំណើរចេញពីទឹកដីនៃខេត្តកោះចេះគឺចេញពីទីរួមខេត្តកោះចេះតែម្ដងយើងមិនទាន់ដឹងទេថានៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងនឹងធ្វើដំណើរទៅកាន់គោលដៅណាមួយហើយមានវិញ្ញាសាលំបាកអ្វីខ្លះដែលត្រូវបេក្ខជននឹងបេក្ខវិត្រូវឆ្លងកាត់មានទាំងភាពសប្បាយរីករាយមានទាំងការតស៊ូមានទាំងគ្រោះថ្នាក់ទៅជួបជាមួយនឹងពួកគាត់ទាំងអស់គ្នាសូមជម្រាបសួរបងប្អូនគ្នាបាទសប្តាហ៍ទី3សោះស្រាយទាំងអស់គ្នាណាទីដឹងថាមើលទៅយើងទៅគោលដៅណាមួយអត់ដឹងស្គាល់ខេត្តកោះចេះជិតខេត្តកោះចេះមានខេត្តអីខ្លះទាំងខេត្តជំថែរតនគិរីទៀតដូគិរីអាចនឹងទៅបៃលិនអរគុណច្រើនក្នុងសប្តាហ៍ទី3សង្ឃឹមថាអ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងដើម្បីយកជ័យលាភីបានអ្នកដែលចាញ់ក៏មកតអន់ចិត្តដោយសារតែយើងមានសប្តាហ៍ច្រើនជាពិសេសគឺនៅសប្តាហ៍ចុងក្រោយសំខាន់ណាស់គឺនៅសប្តាហ៍ទីក្រោយដែលពិន្ទុគឺ10បនមានន័យថាដល់គោលដៅទី1គឺ6ពិន្ទុអញ្ចឹងក៏មកតអត់សង្ឃឹមទៅស៊ូទៅមុខទៀតណាអរគុណជូនពរកម្លាំងល្អសម្រាប់សប្តាហ៍ទី3ជួបគ្នាគោលដៅបន្ទាប់ឃុំថ្មក្រែឃុំថ្មក្រែស្រុកចាក់បរិយក្រុងក្រចេះឈៀវសុកនាងធ្វើក្រឡានតាមលំដាប់លំដោយតាំងពីដើមដល់ចប់រួចយកទៅលក់ឲ្យភ្ញៀវទេសចរទៅញ៉ាំខ្លួនឯងឲ្យអស់ពីចប់កាន់នេះជំរាបសួរពួកខ្ញុំមកពីខាងបេសកកម្មបបយ័នណាគេតម្រូវឲ្យពួកខ្ញុំទៅរកដល់ផ្ទះនេះឈៀវសុកនាងទូស្ទហើយសុកនាងចាបងនៅមកក្រែចាបាទពីនឹងទៅប្រហែលជា10គីឡូចឹងតែថាពួកខ្ញុំអត់មានលុយចឹងមានលុយគេតម្រូវឲ្យពួកខ្ញុំចាំយកកូនជិះរៀនអូចឹងអរគុណសំពូជំរាបលាខរឡាននៅខាងនេះមានបងប្អូនសួរបងមានស្គាល់ភូមិថ្មក្រែថងថ្មក្រែបងត្រង់នៅឆ្ងាយពីហ្នឹងហើយបងខ្ញុំសុំអាចទៅជួយបានហើយបងព្រោះអីឡប់ទៅក្រោយវិញទៅក្រោយវិញបាទអរគុណច្រើនបងអរគុណបងនិយាយសួរបងខ្ញុំមកកម្មវិធី iMission របស់ទូបយ័នបងអាចជូនពួកខ្ញុំទៅភូមិថ្មក្រែបានអត់បងបានបងបានអរគុណច្រើនបងតែ2នាក់3នាក់ពីម៉ូតូយើងឡើងទៅមួយគ្នាហ្មងបងពិបាកដល់តែតែខ្ញុំទៅតាមក្រោយក៏បានដែរបងចាសុខដែរឥឡូវខ្ញុំកំពុងតើមកយកឡានជាមួយបងស្រីគាត់ជូនពួកខ្ញុំទៅគាត់មានបណ្ដាល្អមែនតើបាទចាគាត់បានឥឡូវគាត់កំពុងចាក់សោយកឡានទៅឥឡូវពួកខ្ញុំចាំឡានមកគាត់ទៅបងជំរាបសួរពូបាទពួកខ្ញុំមកពីកម្មវិធី iMission កម្មវិធីប៉បយ័នណាពូស្គាល់ភូមិនេះហ៎ភូមិថ្មក្រាឃុំថ្មក្រាទៅផ្ទះពូឈៀវសុកនាងណាថ្មក្រាស្គាល់ភូមិបងពូជួយពួកខ្ញុំទៅនេះពូភូមិនេះស្គាល់ថ្មក្រាបានស្គាល់ភូមិឥឡូវពួកអានកៃនោះកលាបាទជួយខ្ញុំតិចបានអរគុណអូយទៅអើយអត់បានសួរគាត់ទៅនៅឆ្ងាយអត់មិញនោះអូនអូនឯងដឹងថាខេត្តកោះចេះហ្នឹងល្បីមានផ្សោតទេមែនទេមានទេខ្ញុំមិនដែរឃើញហងហើយនឹងតែឆ្ងាញ់បើរបស់ឆ្ងាញ់ខ្ញុំដឹងឥឡូវគោលដៅដែលយើងទៅគឺរបស់ឆ្ងាញ់បងទៅម្នាក់ឯងបង